សួស្តីអ្នកគ្នាសូមស្វាគមន៍មកកាន់ Channel Fox វិភាគរឿងនៅក្នុងវីដេអូនេះដែរខ្ញុំនឹងរៀបរាប់ពីប្រវត្តិដំណើរតួអង្គទេពកូរន្ទះសនៅក្នុងពិភព Marvel Cinematic មកនិយាយពលគឺខ្ញុំមិននិយាយនៅក្នុង comic នោះទេនៅក្នុងរឿងសពីវគ្គ1ដល់វគ្គ4យើងឃើញថាសបានឆ្លងកាត់រឿងរ៉ាវជាច្រើនជាពិសេសបាត់បង់ម្ដាយបាត់បង់ប្អូនប្រុសវិនិច្ឆ័យនគរ Asgard ជាដើមតោះកុំឲ្យខាត់ពេលយូរយើងទៅដឹងប្រវត្តិគាត់ទាំងអស់គ្នាថាតើសមានប្រវត្តិមកពីណាOdinson គឺជា Asgardian God of Thunder ដែលជាអតីតស្ដេចនៃនគរ Asgard និង New Asgard ហើយក៏ជាសមាជិកក្រុម Adventure និងជាអតីតនៃសមាជិកនៃក្រុម Guardian of the Galaxy ផងដែរជាកូនប្រុសរបស់ Odin និងម្ដាយរបស់គាត់មានឈ្មោះថា Frigga កាលនៅជាទារកគាត់ត្រូវបានម្ដាយរបស់គាត់ Frigga នាំចូលទៅក្នុងសមរភូមិជាមួយនឹងក្រុម Inherja ហើយក្រុម Inherja គឺជាក្រុមអ្នកចម្បាំង Asgardian សម្រាប់ការពារនគរ Asgardនៅពេលដែលធំឡើងគាត់មានក្តីប្រាថ្នាមួយចង់ក្លាយជាអ្នកចម្បាំងដូច Odin ឪពុករបស់គាត់ដែរហើយមានសិទ្ធិទទួលរាជបល្ល័ង្កជាស្ដេចនៃនគរ Asgard មានប្អូនប្រុសម្នាក់ឈ្មោះ Loki ដែលយើងស្គាល់ថាជាអាទិទេពកំពូលល្បិច Loki និង Loki បានធំធាត់ជាមួយគ្នានៅក្នុងអាណាចក្រ Asgard នៅថ្ងៃមួយនិងមិត្តភ័ក្តិរបស់ខ្លួនប្រមាណអ្នកបានធ្វើដំណើរទៅកាន់ភព Jotunheim ដើម្បីទៅសម្លាប់ Luffy និងអំបូរយក្សកោ Frost Giant ចោលទាំងអស់ដោយមិនបានប្រាប់ Odin ឲ្យបានដឹងដែលភព Jotunheim នេះបានធ្វើការចរចាសន្តិភាពជាមួយគ្នារវាងភពនៃនគរ Asgard គឺមិនធ្វើការបៀតបៀនគ្នាទៅវិញទៅមកនោះទេបន្ទាប់ពីដឹងរឿងទាំងអស់នេះ Odin មានការខឹងសម្បារជាខ្លាំងជាមួយនឹងនិងបានដកហូតតំណែងជាស្ដេចនិងញញួរមញោនារបស់គាត់ចេញហើយក៏បានសូត្រវិទ្យាមន្តបដិញចុះមកផែនដីពេលកំពុងនិទេសខ្លួននៅលើផែនដីមានស្នេហាជាមួយនឹង Jane Foster ចំណែកឯនៅនគរ Asgard វិញគឺត្រូវប្អូនប្រុសកំពូលខូចរបស់គាត់គឺ Loki បានបញ្ជូននៅ Destroyer មកតាមវាបហាដោយសារតែការលះបង់និងភាពស្មោះត្រង់របស់គាត់ក៏បានដោះបណ្ដាសា Odin បាននិងមានកម្លាំងថាមពលលើកញញោមញញៀបានឡើងវិញដើម្បីកម្ចាត់គម្រោងការប្រឡាយពូជសាសន៍របស់ Loki ទៅដល់ Asgard វិញបានចាត់ការ Loki ហើយគេក៏បានរត់ភៀសខ្លួនមកផែនដីជាមួយនឹងដុំ Tesseract នៅក្នុងការត្រួតត្រាពិភពលោកបានចូលរួមជាមួយក្រុម Adventure ក្រោយមកក៏ដឹកនាំដោយអង្គការ Shield ដែលមាន Nick Fury ជាមេដឹកនាំដើម្បីបញ្ឈប់គម្រោងការរបស់ Loki នៅទីបំផុតក្រុម Adventure របស់ក៏បានជួបប្រយុទ្ធជាមួយនឹងកងទ័ព Chitauri របស់ Loki នៅក្នុងទីក្រុង New York ការប្រយុទ្ធគ្នានេះក្រុមរបស់ Loki បានបរាជ័យយ៉ាងខ្លាំងហើយក៏បានចាប់បាន Loki និងបញ្ជូនមកកាន់នគរ Asgard វិញដើម្បីធ្វើការកាត់ទោសបានជួយកងទ័ព Asgardian ស្ដារសន្តិភាពឡើងវិញនៅនគរទាំង9កំឡុងពេលសង្គ្រាមនៃចក្រវាឡទាំង9តែទោះជាយ៉ាងណាក៏ដោយសន្តិភាពនេះក៏កាត់ឡើងមិនបានយូរដែរដោយសារតែមានការរំខានពី Malekith នៃពូជសាសន៍ Dark Elf ដែលចង់ប្រើប្រាស់ Ether ដើម្បីទម្លាក់អាណាចក្រទាំង9ចូលទៅក្នុងភពងងឹតនៅពេលដែល Jane Foster ស្រូបយកថាមពល Ether បានប្រមូលផ្ដុំកងទ័ពការពារនាងនិងនគរ Asgard ដែលនាំឲ្យមានការវាយប្រហារដោយក្រុម Malekith បណ្ដាលឲ្យម្ដាយរបស់Frigga បានស្លាប់នៅក្នុងសង្គ្រាមនោះនៅពេលដែលថាមពល Ether ត្រូវបានដកចេញពី Jane Foster ក៏បានទៅប្រយុទ្ធជាមួយនឹង Malekith និងកម្ចាត់បក្សពួករបស់ពូជសាសន៍ Dark Elf គ្មានសេះសំបីម្នាក់នៅពេលដែលឈ្នះក្រុមរបស់ Malekith នៃពូជសាសន៍ Dark Elf ហើយបានមករស់នៅលើភពផែនដីជាមួយនឹង Jane Fosterនៅក្នុងអំឡុងពេលដែលរស់នៅលើភពផែនដីបានជួយក្រុម Adventure កំណត់ទីតាំងរបស់ Loki Scepter ពេលកំពុងប្រយុទ្ធជាមួយនឹងក្រុម Hydra បន្ទាប់ពីការបរាជ័យរបស់ Hydra និងបានចាប់ខ្លួន Baron Strucker ជាពិសេសបញ្ឈប់ក្រុម Ultron ដែលទើបបង្កើតថ្មីដែលជាអ្នកបញ្ជា AI បង្កើតឡើងដោយ Tony Stark នៅពេលដែលក្រុម Ultron ត្រូវបានបរាជ័យបានត្រឡប់ទៅកាន់នគរ Asgard វិញដើម្បីស៊ើបអង្កេតទាក់ទងទៅនឹង Infinity Stone ដែលគ្រប់គ្រងដោយ Wanda Maximoff ហើយគាត់ក៏ដឹងថា Loki នៅមានជីវិតនិងខ្លាញ់ខ្លួនធ្វើជា Odin ដើម្បីគ្រប់គ្រងរាជបល្ល័ង្កនៅក្នុងវគ្គThe Ragnarok ជាមួយ Loki បានតាមស្វែងរកឪពុករបស់ខ្លួនដើម្បីត្រឡប់មកកាន់ Asgard វិញពួកគេក៏បានសុំជំនួយពី Doctor Strange ដែលនាំឲ្យពួកគេទៅជួប Odin បានមួយសន្ទុះមុនពេលដែលគាត់ទៅកាន់ Valhalla បន្តិចក្រោយមកបានជួបគ្នាប្រយុទ្ធជាមួយនឹង Hela ដែលជាព្រះនៃសេចក្តីស្លាប់និងជាបងស្រីបង្កើតរបស់ខ្លួនផងដែរវាតបគ្នាចុះឡើងស្រាប់តែញញោមញញៀរបស់ត្រូវបានបំផ្លាញក្រោមថ្វាយដៃរបស់ Hela នៅក្នុងវគ្គហ្នឹងយើងដឹងហើយថានៅពេលដែលជួប Odin រួចគឺ Hela ក៏ចាប់ដើមធ្វើដំណើរមកហើយក៏យុទ្ធគ្នាឡើងចុះហើយក៏គប់ញញោមញញៀហ្នឹងទៅកាន់ Hela ហើយ Hela ក៏ប្រើវេទមន្តថាមពលរបស់ខ្លួនហ្នឹងចំបាច់ញញៀនឹងចោលដោយមិនអាចយកឈ្នះបងស្រីខ្លួនបាននិង Loki ក៏បានរត់ចែកជើងគ្នាហើយក៏ធ្លាក់មកភពសាខាជាកន្លែងដែលគាត់ត្រូវបង្ខំឲ្យប្រកួតយកជើងឯកជាមួយនឹង Hulk ក្រោយមកHulk និង Valkyrie បាននាំគ្នាលួចរត់ចេញពីដែនភពសាខាដើម្បីមកជួយសង្គ្រោះនគរ Asgard ត
ទៅដល់ Asgard សក៏បានប្រយុទ្ធគ្នាជាមួយ Hela ម្ដងទៀតពេលនោះហើយដែលសត្រូវបាត់បង់ភ្នែកម្ខាងដោយសារតែ Hela បានខ្វះគ្រាប់ភ្នែកគាត់ចេញដោយដឹងខ្លួនថាទោះប្រយុទ្ធដល់ស្លាប់ក៏មិនអាចយកឈ្នះ Hela ដែលជាបងស្រីរបស់ខ្លួនបានសក៏បានប្រាប់ឲ្យ Loki ទៅយកមកុដភ្លើងរបស់យក្សភ្លើង Saturn ដាក់នៅលើភ្លើងអមតៈដើម្បីឲ្យគាត់មានជីវិតរស់ឡើងវិញនិងកំទេចនគរ Asgard ចោលដែលយើងដឹងថាជាព្រឹត្តិការណ៍ Ragnarok ហើយ Hela ក៏ត្រូវបានស្លាប់នៅក្នុងព្រឹត្តិការណ៍នោះដែរក្រោយពី Asgard ខ្ទេចខ្ទីអស់ហើយសនិងប្រជាជន Asgard ដែលនៅសេសសល់ក៏បានទៅបង្កើតនគរ Asgard ថ្មីនៅលើភពផែនដីដោយដាក់ឈ្មោះថា New Asgard នៅពេលដែលពួកគេកំពុងធ្វើដំណើរទៅកាន់ភពផែនដីយានរបស់ពួកគេត្រូវបានវាយប្រហារដោយ Thanos និង Black Order ដែលមកដណ្ដើមយកដុំ Tesseract មាន Space Stone ហើយ Thanos ក៏បានសម្លាប់ Loki និង Heimdall ចោលនៅមុខរបស់សក្រោយមកសត្រូវបានជួយសង្គ្រោះដោយក្រុម Guardian of the Galaxy ដែលដឹកនាំដោយ Star-Lord នៅក្នុងវគ្គហ្នឹងគ្នាយើងប្រហែលជាចាំហើយគឺនៅពេលដែល Thanos បានយកដុំ Tesseract ហ្នឹងចំបាច់ចាញ់ហើយយកបាន Space Stone ហ្នឹងគឺបានសម្លាប់ Loki ហើយនឹង Heimdall ហើយសគឺត្រូវបាន Thanos ទុកឲ្យមានជីវិតរស់អញ្ចឹងណាប៉ុន្តែនៅពេលដែលក្រុម Guardian of the Galaxy ធ្វើដំណើរមកក៏បានជួបប្រទះនឹងសហោះអណ្ដែតបុកនឹងយានរបស់ Star-Lord ក្រោយមកស Rocket និង Baby Groot សហការគ្នាដើម្បីធ្វើដំណើរទៅកាន់ភព Nidavellir ដោយមានជំនួយពី A3 ហើយ A3 ហ្នឹងគឺជាស្ដេចនៃភព Nidavellir ហ្នឹងដោយមានជំនួយពី A3 សបានបង្កើតញញួរថ្មីមានឈ្មោះថា Stormbreaker ហើយបានទៅជួយប្រទេស Wakanda ជាមួយនឹងក្រុម Avenger ប្រឆាំងជាមួយនឹងកងទ័ពឈ្លានពានរបស់ Thanos ចុងក្រោយសក៏បានគប់ Stormbreaker ចង់បណ្ដាលដើមទ្រូង Thanos តែគួរឲ្យស្ដាយ Thanos ក៏បានផ្ទាត់ដៃជាមួយ Infinity Stone ហើយក៏រំលាយជីវិតពាក់កណ្ដាលចក្រវាឡបានសម្រេចក្រោយពីការស្លាប់របស់ Thanos សក៏បានចាក់ចេញពីក្រុម Avenger ហើយបានផ្លាស់ទីលំនៅក្នុងតំបន់ Thonsberg ប្រទេស Norway ជាកន្លែងដែលគាត់និង Asgardian បានរស់នៅនិងបង្កើតនគរ Asgard ថ្មី5ឆ្នាំក្រោយមកបន្ទាប់ពីព្រឹត្តិការណ៍ Infinity War Hulk និង Rocket បានមកបញ្ចុះបញ្ចូលសដែលធាត់ដូចជ្រូកដោយសារតែគេផឹកពេកដើម្បីបំភ្លេចរឿងអតីតកាលនៅតែបន្ទោសខ្លួនបើសិនជាគេគប់ Stormbreaker ចំកណ្ដាលក្បាល Thanos ក៏ជីវិតពាក់កណ្ដាលចក្រវាឡមិនបាត់បង់ដែរក្រោយពីនិយាយត្រូវរើគ្នាអស់ហើយសបានចូលរួមជាមួយក្រុម Avenger ជាថ្មីដោយប្រើប្រាស់បន្ទាត់ពេលវេលា Time Heist ត្រឡប់ទៅកាន់អតីតកាលវិញដើម្បីលួចយក Infinity Stone បន្ទាប់ពីលួចយក Infinity Stone បានគ្រប់អស់ហើយ Tony Stark បានលះបង់ជីវិតខ្លួនឯងទាត់ម្រាមដៃឲ្យជីវិតពាក់កណ្ដាលត្រឡប់មកវិញក្រោយពីចប់ព្រឹត្តិការណ៍ Endgame មកសក៏បានចូលរួមជាមួយនឹងក្រុម Guardian of the Galaxy ធ្វើដំណើរពាសពេញចក្រវាឡហើយបានប្រកាសថា Valkyrie ស្នងតំណែងជាស្ដេចនៃនគរ Asgard ថ្មីរយៈពេល2ឆ្នាំដែលសបានធ្វើដំណើរជាមួយក្រុម Guardian សក៏បានចាក់ចេញហើយមកត្រូវជួបជាមួយនឹងសត្រូវថ្មីរបស់គាត់គឺ Gorr ដែលតាមសម្លាប់គ្រប់អាទិទេពក៏ព្រោះតែគាត់ខឹងនឹងពួកអាទិទេពទាំងអស់ដែលមិនអាចជួយស្រោចស្រង់ជីវិតអ្នកភូមិនិងក្រុមគ្រួសាររបស់គាត់នៅក្នុងរឿង Love and Thunder យើងដឹងហើយថានៅដើមសាច់រឿងដំបូងហ្នឹងគឺយើងឃើញ Gorr ហើយនឹងកូនស្រីរបស់គាត់ហើយអ្នកភូមិរបស់គាត់គឺត្រូវបានស្លាប់អស់ហើយដោយសារតែគាត់គោរពអាទិទេពប៉ុន្តែអាទិទេពអត់បានជួយជីវិតអ្នកភូមិរបស់គាត់ហើយនឹងកូនស្រីរបស់គាត់ទេអំឡុងពេលប្រយុទ្ធគ្នាជាមួយនឹង Gorr សត្រូវបានជួយសង្គ្រោះដោយមិត្តស្រីរបស់គាត់ Jane Foster ដែលគ្រប់គ្រងញនីយើងស្គាល់ថា Mighty Thor បើសិនជាពេលហ្នឹងបើសិនជា Jane Foster អត់មកជួយសទេគឺសត្រូវស្លាប់របស់ Gorr ហើយព្រោះ Gorr បានច្បាច់កសជាប់អីហ្នឹងតែសំណាងដែរដោយបាន Mighty Thor ឬក៏យើងហៅថាសស្រីឬក៏ Jane Foster របស់យើងហ្នឹងបានប្រើប្រាស់ញនីហ្នឹងគឺគប់សម្ដៅមកកាន់ Gorr the God Butcher ហើយមិនឆ្ងល់ថាមិនបាន Jane Foster លើកញនីបានឯអ្នកគ្នាដោយសារតែសបានប្រើវីតាមីនទៅលើញនីហ្នឹងឲ្យជួយមើលថែរក្សា Jane Foster ហើយអញ្ចឹងទៅទើបវីតាមីនរបស់សដាក់ញនីហ្នឹងបានគ្រប់គ្រង Jane Fosterក្រោយពីដណ្ដើមបាន Thunderbolt ពី Zeus បានហើយសនិង Mighty Thor បានមកកម្ចាត់ Gorr the God Butcher ឡើងវិញប៉ុន្តែនៅកន្លែងហ្នឹងគឺនៅឈុតហ្នឹងអ្នកនរគ្នាប្រហែលជាបានមើលហើយនៅក្នុងរឿង Thor Love and Thunder គឺចាត់ការអត់ឈ្នះទេព្រោះ Gorr បានធ្វើដំណើរ portal ទៅកាន់ភព Celestial ដើម្បីមកសុំឲ្យ Celestial ហ្នឹងកម្ចាត់អាទិទេពចោលទាំងអស់តែដោយសារតែបានការបញ្យល់ពីសទៅហើយGorrក៏បានបដូរគំនិតដោយសុំ Celestial ឲ្យកូនស្រីរបស់គាត់លើបហ្នឹងគឺរស់ឡើងវិញអញ្ចឹងណាមុននឹងគាត់ស្លាប់Gorrក៏បានផ្ដាំឲ្យសហ្នឹងជួយមើលថែកូនស្រីរបស់គាត់ផងហើយបន្ទាប់មកគាត់ក៏រលាយខ្លួនបាត់ទៅនៅមុខ Celestial
ហើយបន្ទាប់មកទៀតសហើយនឹងលើបហ្នឹងជាកូនរបស់កហ្នឹងបានធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោកដើម្បីការពារប្រជាជនអញ្ចឹងទៅហើយសកាន់ញៀវនាលរបស់គាត់វិញហើយ Stormbreaker ហ្នឹងគឺឲ្យទៅកាន់ទៅលើបហើយសាច់រឿងសគឺចប់តែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកនរគ្នាចូលចិត្តហើយកុំភ្លេចជួយចុច Subscribe like ញ៉ាំបីផងដើម្បីទទួលបានវីដេអូវិភាគរឿងថ្មីៗទៀតយើងជួបគ្នានៅអេពីសូតក្រោយ